ស្តីអ្នករាល់គ្នាសូមស្វាគមន៍មកកាន់ពូលីថ្ងៃនេះខ្ញុំនាំអ្នករាល់គ្នាមកតាមស្ដាប់រឿងមួយដែលរឿងនេះនិយាយអំពីព្រៃខ្មោចនៅអូស្មាច់ព្រឹត្តិការណ៍ទាំងអស់នេះត្រូវបានរាយរាប់ដោយបងស្រីម្នាក់ឲ្យខ្ញុំបានអាននៅសាច់រឿងទាំងមូលចែកជូនបងប្អូនអ្នករាល់គ្នាកាលនៅអូស្មាច់ឆ្នាំ1991តំបន់នោះនៅព្រៃស្ងាត់ជ្រងំនៅឡើយទេផ្លូវភាគច្រើនគឺផ្លូវកន្លែងខ្លះព័ទ្ធជុំវិញដោយព្រៃក្រាស់និងភ្នំតូចពេលនោះអ្នកភូមិជាច្រើនតែងតែនិយាយថាតំបន់នេះមានខ្មោចច្រើនណាស់ជាពិសេសនៅក្នុងព្រៃមួយដែលគេហៅថាព្រៃខ្មោចតែអ្នករាល់គ្នាដឹងទេថាអ្នកណាដែលអាចដើរឆ្លងកាត់ព្រៃតែម្នាក់ឯងបានជាញឹកញាប់ត្រូវតែខ្មោចលងឬឮសូរសំឡេងចម្លែកនៅពេលល្ងាចពេលនោះបងស្រីក៏គាត់បាននិយាយប្រាប់ថាកាលដែលគាត់នៅជាសិស្សសាលារាល់ថ្ងៃត្រូវដើរចេញពីផ្ទះទៅសាលារៀនចម្ងាយប្រហែលជា5គីឡូម៉ែត្រហើយសម័យកាលហ្នឹងគឺគ្មានកង់ជិះគ្មានម៉ូតូឬយានជំនិះអ្វីទាំងអស់ហើយសិស្សានុសិស្សភាគច្រើនគឺដើរជាក្រុមអ្នករាល់គ្នាដឹងទេថាផ្លូវទៅកាន់សាលាដែលឆ្លងកាត់ព្រៃខ្មោចនោះជារៀងរាល់ថ្ងៃគឺវាលំបាកខ្លាំងណាស់នៅពេលព្រឹកមិនសូវគួរឲ្យខ្លាចប៉ុន្មានទេប៉ុន្តែនៅពេលល្ងាចវិញព្រៃនោះស្ងាត់ខ្លាំងហើយខ្យល់ក៏បក់ឮសូរស្លឹកឈើគួរឲ្យខ្លាចធ្វើឲ្យចិត្តមនុស្សភ័យខ្លាចញាប់ញ័រនៅពេលហ្នឹងបងស្រីក៏គាត់បានបន្តទៀតថាថ្ងៃមួយបន្ទាប់អំពីរៀនជាប់ពួកគាត់ក៏បានដើរមកផ្ទះជាក្រុមធម្មតានៅពេលនោះព្រះអាទិត្យក៏បានជិតលិចបាត់ទៅហើយផ្ទៃមេឃមានពណ៌ក្រហមស្រអាប់ហើយបងស្រីនិងមិត្តភ័ក្តិរបស់គាត់បានដើរយ៉ាងលឿនដើម្បីឆ្លងកាត់ព្រៃឲ្យបានទាន់3ងងឹតពេលហ្នឹងគាត់បានដើរឆ្លងកាត់ព្រៃរួចហើយក៏មិនមានអ្វីកាត់ឡើងទេតែសិស្សម្នាក់ដែលដើរតាមក្រោយគាត់ហ្នឹងបានមកយឺតជាងគេហើយក្មេងប្រុសនោះមានអាយុប្រហែលជា14ឆ្នាំហើយបងស្រីក៏គាត់បានបន្តទៀតថាគាត់បានដើរមកដល់មាត់ព្រៃហ្នឹងពេលនោះក៏បានឃើញនរណាម្នាក់ដើរគេចចេញពីព្រៃហើយព្រៃស្ងាត់គួរឲ្យខ្លាចខ្លាំងណាស់ខ្យល់ក៏បានបក់ធ្វើឲ្យស្លឹកឈើក្រហមទាំងអំបាលម៉ានឬសូរសំឡេងចម្លែកឬសូរចេញពីអំពីព្រៃនឹងឯងហើយគាត់មានអារម្មណ៍ថាដូចជាមានអ្នកណាកំពុងតាមមើលគាត់អំពីទីក្នុងងឹតអញ្ចឹងដោយសារតែការភ័យខ្លាចហើយគាត់មិនហ៊ានដើរឆ្លងកាត់តែម្នាក់ឯងទេហើយគាត់បានរងចាំមួយសន្ទុះដើម្បីសង្ឃឹមថានឹងមាននរណាម្នាក់ដើរឆ្លងកាត់នៅទីហ្នឹងអ្នករាល់គ្នាដឹងទេថាគណៈពេលដែលគាត់កំពុងតែរងចាំតែមិនឃើញនរណាម្នាក់ទេហើយព្រៃកាន់តែងឹតទៅហើយមួយសន្ទុះក្រោយមកស្រាប់តែគាត់ឃើញមានពន្លឺភ្លឺនៅឆ្ងាយហើយមានមនុស្សជាច្រើនដើរជាជួរដង្ហែដូចជាបុណ្យកឋិនអញ្ចឹងដូចកំពុងតែយកសាកសពទៅបូជាអ្នករាល់គ្នាហើយពួកគេក៏បានដើរយ៉ាងយឺតនឹងមិននិយាយអ្វីតតែសោះហើយក្មេងប្រុសម្នាក់នោះគិតក្នុងចិត្តថាអូមានមនុស្សដង្ហែសាកសពអញ្ចឹងមានតែមនុស្សច្រើនទេអាចធ្វើឲ្យគាត់នឹងដើរតាមពួកគេបានហើយគាត់ក៏បានប្រមូលភាពក្លាហានដើរតាមពីក្រោយនៅពេលដើរទៅកាន់តែជិតគាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកបរិយាកាសខ្យល់ត្រជាក់នេះហើយគឺជាអាការៈនៃខ្មោចលងហើយគ្មានឮសូរសំឡេងអ្វីទាល់តែសោះមានតែមនុស្សជាច្រើនដែលស្ថិតនៅក្នុងទីនោះហើយគាត់បានដើរទៅជិតបន្តិចបានចាប់ដើមមើលមុខមនុស្សទាំងអស់នោះអ្នករាល់គ្នាដឹងទេថាតើមានរឿងអ្វីកើតឡើងស្រាប់តែបេះដូងរបស់បងស្រីម្នាក់ហ្នឹងគាត់ញ័រខ្លាំងហើយមនុស្សដែលកំពុងដង្ហែសាកសពទាំងនោះណាគឺអត់មានមុខមាត់ទេហើយមុខរបស់ពួកគេនឹងភ្លឺរលោងស្មើគ្នាគ្មានភ្នែកគ្មានច្រមុះគ្មានមាត់ហើយពួកគេដើរយ៉ាងយឺតដូចជាមនុស្សដែលមិនមានការរស់នៅអញ្ចឹងពេលនោះពួកក្មេងប្រុសទាំងអស់នោះភ័យខ្លាំងណាស់ហើយគាត់បានស្រែកហើយក៏បានរត់ចេញអំពីទីនោះបាត់ទៅតែដោយសារតែការភ័យខ្លាចពេកគាត់ក៏បានជ្រុលជើងដួលផ្កាប់មុខហើយដួលសន្លប់បាត់ស្មារតីក្នុងកណ្ដាលព្រៃនឹងទៅអ្នករាល់គ្នាហើយពេលដែលគាត់បានដឹងខ្លួនឡើងវិញណាគាត់ក៏បានឃើញខ្លួនឯងកំពុងតែដេកនៅលើផ្ទះ
នៅជុំវិញមានអ្នកភូមិជាច្រើនហើយក៏មានលោកសង្ឃណានិងអាចារ្យដែលមកទីនឹងកំពុងតែសូត្រមន្តប្រោះព្រំស្រោចទឹកដើម្បីបដិញពួកខ្មោចចេញឪពុកម្ដាយរបស់គាត់ព្រួយភ័យយ៉ាងខ្លាំងហើយក៏បានអញ្ជើញគ្រូមន្តអាគមដ៏ល្បីសម័យហ្នឹងឲ្យមកធ្វើពិធីអន្ទងព្រលឹងនៅពេលល្ងាចនោះបងស្រីម្នាក់ហ្នឹងក៏បានប្រាប់ខ្ញុំថាគាត់ក៏បានភ្ញាក់ឡើងមើលទៅឃើញដែរប៉ុន្តែគាត់ឃើញមុខស្លេកស្លាំងហើយសក់របស់គាត់ហ្នឹងចាប់ដើមជ្រុះខ្លះមកទៀតផងដូចជាមនុស្សដើរទៅតែជួបរឿងដែលគួរខ្លាចអញ្ចឹងហើយគ្រូមន្តអាគមចាប់ដើមស្រោចទឹកមន្តនិងធ្វើពិធីរំដោះគ្រោះជាយូរមកហើយបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានដឹងខ្លួនឡើងវិញហើយបានចាប់ផ្ដើមប្រាប់អ្នកភូមិអំពីរឿងរ៉ាវដែលគាត់បានជួបនៅក្នុងព្រៃអ្នករកគ្នាដឹងទេថានៅពេលដែលគាត់និយាយដល់ចំណុចដែលគាត់បានឃើញមនុស្សដែលអត់មានមុខមាត់អ្នកភូមិជាច្រើនក៏បានញាប់ញ័រខ្លាចហើយមនុស្សចាស់នៅក្នុងភូមិក៏បាននិយាយថាក្នុងព្រៃនឹងធ្លាប់ជាកន្លែងបូជាសាកសពជាយូរមកហើយវិញ្ញាណដែលស្លាប់ទៅនៅទីនោះមិនទាន់បានទៅកន្លែងណាកើតនោះល្អទេដូច្នេះហើយនៅពេលដែលពួកគេចាប់ដើមបង្ហាញខ្លួនឲ្យមនុស្សឃើញរស់នៅគឺមានសភាពបែបនឹងឯងចាប់តាំងពីពេលនោះមកសិស្សសាលាទាំងអស់ក៏មិនហ៊ានដើរឆ្លងកាត់ព្រៃខ្មោចនឹងតែម្នាក់ឯងទៀតទេពួកគេតែងតែរងចាំគ្នាជាក្រុមរហូតដល់មានក្រុមធំហើយព្យាយាមដើរឆ្លងកាត់ព្រៃនោះមុនព្រះអាទិត្យអស់ស្ដង្គត់ហើយទោះជាយូរឆ្នាំកន្លងផុតទៅហើយក៏ដោយក៏រឿងនេះនៅតែអ្នកភូមិបានចងចាំថាតំបន់អូស្មាច់ដែលនិយាយប្រាប់គ្នាតដល់សប្តាហ៍ថ្ងៃហ្នឹងមានរឿងខ្មោចលងសាហាវណាស់បងប្អូនហើយព្រៃនោះនៅតែមានភាពស្ងប់ស្ងាត់និងអាថ៌កំបាំងដូចជាកន្លែងដែលលាក់បាំងរឿងរ៉ាវមិនអាចពន្យល់បានអញ្ចឹង